យោធាថៃបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជាបន្ថែមនៅព្រឹកថ្ងៃទី8 ខែធ្នូនេះនៅព្រឹកថ្ងៃទី8 ខែធ្នូឆ្នាំ2025ចាប់ពីវេលាម៉ោងប្រមាណ 5:04 នាទីយោធាថៃបានចាប់ផ្ដើមបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅក្នុងតំបន់អានសេះខេត្តព្រះវិហារបន្ទាប់មកបាញ់នៅប្រាសាទតាមុនធំដោយប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើនគ្រាប់នៅតំបន់ប្រាសាទព្រះវិហារនៅ5 មករានិងនៅចំការជ័យការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយជាពិសេសឧបទ្ទវហេតុការពីថ្ងៃទី7 ខែធ្នូឆ្នាំ2025នៅប្រលានថ្មក្នុងចេតនាញុយញងដើម្បីនាំដល់ការប៉ះទង្គិចគ្នានេះបើតាមការបញ្ជាក់ពីក្រសួងការពារជាតិនៃកម្ពុជានៅព្រឹកថ្ងៃទី8 ខែធ្នូឆ្នាំ2025នេះក្រសួងការពារជាតិកម្ពុជាក៏បានបញ្ជាក់ផងដែរថាទោះបីមានការបង្កហេតុពីយោធាថៃយ៉ាងនេះក្តីកងកម្លាំងកម្ពុជាមិនបានធ្វើការបាញ់តបតនោះឡើយនិងកំពុងតែបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ខ្ពស់បំផុតជាមួយគ្នានេះកម្ពុជាបានជូនដំណឹងជាលើកទី2ទៅក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT អំពីឧបទ្ទវហេតុនេះរួចហើយព្រមទាំងគ្រោងនឹងស្នើឲ្យ AOT ចុះទៅទីតាំងដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតដើម្បីស្វែងរកការពិតនិងធានាឲ្យបាននូវតម្លាភាពយុត្តិធម៌និងភាពត្រឹមត្រូវក្រសួងការពារជាតិកម្ពុជាក៏បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវឃោរឃៅនេះហើយនេះបង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃបានរំលោភបំពានលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26 ខែតុលាឆ្នាំ2025ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានិងថៃក្រោមសាក្សីរបស់ឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកនិងឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានអាស៊ានក្នុងន័យនេះកម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនិងសកម្មភាពខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតនេះដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រនេះកម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ដែលគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ទន្ទឹមនឹងនេះកម្ពុជាអំពាវនាវឲ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទចុះបាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពនិងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឲ្យបានម៉ឺងម៉ាត់ស្មោះត្រង់និងដោយសុឆន្ទៈពិតប្រាកដកម្ពុជាបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពនិងអនុវត្តតាមលក្ខខណ្ឌនៃបទចុះបាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានសម្រេចបានកន្លងមកប្រកបដោយសុឆន្ទៈនិងការទទួលខុសត្រូវខ្ពស់កម្ពុជាប្រកាន់ភ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ហើយប្រឆាំងនឹងការគំរាមឬការប្រើប្រាស់កម្លាំងសម្ដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ត្រឹមត្រូវយូរអង្វែងនិងស្របតាមច្បាប់អន្តរជាតិតាមការប្រកាសរបស់ក្រសួងការពារជាតិកម្ពុជាកាលពីថ្ងៃទី7 ខែធ្នូឆ្នាំ2025យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជាចំនួន3លើកចាប់ពីម៉ោង 14:14 នាទីរហូតដល់ម៉ោង 20:30 នាទីតែដោយសារកងទ័ពកម្ពុជាមិនបានបាញ់តបតយោធាថៃក៏បានបញ្ឈប់ការបាញ់ប្រហារនេះវិញ